ចរិតខ្មែរយើងអាត្មាដឹងចរិតទល់លើកញ្ចន់ចំក្បាលមកបានងើបតែបើគេបដ ாய் ឲ្យសុបាយដូចរាល់ថ្ងៃសុបាយស្អីក៏គឺសុបាយផឹកទៅស្រាប់ញញមកផឹកទៅស្រាប់ផ្សាយទៅស្រាប់គឺគេឲ្យយើងសុបាយចឹងមកហ្នឹងហើយគេឲ្យសុបាយចឹងតែម្ដងហើយញាតិញោមកុំទៅចិត្តថាអាត្មានិយាយយោបាយអត់ទេអាត្មានិយាយពីអនាគតខ្មែរអាត្មាគ្មានបណ្ដាប្រធានគណៈបកឯណាប៉ុន្តែក្នុងនាមយើងជាខ្មែរម្នាក់ហ្នឹងគឺត្រូវតែមានចំណែករួមពេលហ្នឹងអាត្មាថាបើអាត្មាមិននិយាយនៅពេលដែលប្រទេសខ្មែរហ្នឹងបាត់បង់ទៅអាត្មាក៏ជាអ្នកទោសមួយសម្រាប់ជនជាតិជំនាន់ក្រោយបន្ទោសដែរពីព្រោះអាត្មាធ្លាប់បន្ទោសជនជាតិសម័យមុនល្ងងដូចសម័យលងវែកដោយសារប្រាក់ដួងនោះមិនវាមិនមែនជារឿងអ្នកដឹកនាំគឺប្រជាជនហ្នឹងតែហ្មងឃើញទេហ្នឹងហើយមកដល់សម័យរដ្ឋកម្ពុជាអាត្មានៅតូចរៀនទៅតែថ្នាក់បឋមឯងប៉ុន្តែអង្គុយគិតឥឡូវនេះដូចអាត្មាគិតតាំងពីក្មេងអាត្មាឆ្ងល់អញ្ចេះតែហេតុអីបានជាខ្មែរល្ងងម៉េះបាននិយាយចឹងតាំងពីអាត្មាអាយុជាង10ឆ្នាំល្ងងម៉េចខ្លួនឯងអត់តន់បានបង្កើតស្អីទុកសម្រាប់កូនចៅផងយកតែរបស់ចាស់យកទៅលក់អស់វត្ថុបុរាណកាច់ដៃអ្នកតាកាត់ដៃព្រះកាច់កព្រះយកទៅលក់ឲ្យថៃកាលហ្នឹងបានច្រើនតលឹងណាមួយរូបបុរាណមួយសិតរាប់រយតលឹងបានអាត្មាថាមិនក៏ល្ងងម៉ែហើយអាត្មាគិតរួចជាស្រេចថាធ្លាប់អានប្រវត្តិសាស្ត្រខ្លះថាថ្ងៃក្រោយប្រកាសជាថៃដូរប្រវត្តិសាស្ត្រហើយវានឹងបង្រៀនកូនវាថាអង្គរវត្តជារបស់វាហើយវានឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយថាខ្មែរជាអ្នកវ័យដណ្ដើមយកអង្គរវត្តសែងទៅបង្កើតយកទៅវត្ថុបុរាណទៅដោយអាត្មាគិតចឹងទីបំផុតទៅសួរកូនថៃរៀនប្រវត្តិសាស្ត្រគួរវត្តរបស់វាវត្ថុបុរាណរបស់វាមិនមែនថាយើងវាទិញពីយើងណាញាតិញោមនេះឯងគឺទោសប្រជាជនដែលមិនខ្វល់ពីប្រទេសជាតិគ្មានពលឹងញាតិញោមចឹងមិនដូចអាត្មាថាហ្នឹងណាចង់កែប្រែចរិតខ្មែរយើងមិនមែនជាការលះបង់តូចទេគឺជាការលះបង់ធំណាស់ហើយមិនដឹងថាដល់គោលដៅឬក៏អត់ទេពីព្រោះអីពីព្រោះសូម្បីតែញាតិញោមនៅចិត្តអាត្មាហ្នឹងតែអាត្មានិយាយជួនកាលញាតិញោមខ្លះអូយទៅគិតរឿងគេមកថាបើយើងមិនគិតចុះអនាគតកូនចៅយើងនៅឯណាញាតិញោមហើយម្នាក់ធ្វើបុណ្យចង់ទៅឋានសួគ៌យ៉ាប់ហ្មងឥឡូវកូនខ្មែរយើងភាកច្រើនឲ្យតែគេបង្កើតកម្មវិធីសបាយអត់ដឹងងាប់ទេញាតិញោមទៅជន់គ្នាងាប់នឹងកោះពេជ្រហ្នឹងឲ្យតែដាក់គ្រឿងសបាយមកជ្រួលដូចអាដេញហ្នឹងមកមេចូលភ្លើងអញ្ចឹងអត់គិតហើយបន្ទោសគ្នាវាអត់បានពីព្រោះអាការផ្ដាល់ឲ្យគ្នានឹងវាអញ្ចឹងសង្គមផ្ដាល់ឲ្យអញ្ចឹងហ្មងហើយសួរនរណាម្នាក់អ្នកផ្ដាល់ឲ្យរួមមកអត់ឃើញអញ្ចឹងយើងមិនបាច់សួរថានរណាអ្នកផ្ដាល់ឲ្យអញ្ចឹងប៉ុន្តែសួរយើងទៅដឹងខ្លួននៅសួរថាខ្មែរយើងដឹងខ្លួននៅយើងមិនបាច់ទៅបន្ទោសថាពីណាទេហើយមើលតាម Facebook ម្នាក់ជេរយួនជេរស្មានដែរជេរមិនដែរញាតិញោមប៉ុន្តែឥឡូវញាតិញោមអាត្មាកាន់តែបារម្ភទៅដោយសារអីដោយសារក្រប្រហែលនៅសម័យរដ្ឋកម្ពុជាមិនមែនក្រដូចរាល់ថ្ងៃនេះទេក្រមានបាយហូបហេតុអីបានជាមានបាយហូបដោយសារនៅតាមភូមិតាមអីខែធ្វើស្រែខែចកាជុំវិញភូមិខៀវសងាត់មនុស្សមិនមានស្អីជិះម៉ូតូជិះមែនតែមិនល្បីមនុស្សអត់បាយច្រើនទេសម័យរដ្ឋកម្ពុជាកាត់អាត្មានៅតូចណាសម័យនេះអ្នកមានច្រើនបើញាតិញោមទៅតាមតាទីក្រុងស្រុកខ្មែរយើងណាព្រោះអ្នកក្រដូចមិនចង់ឃើញទេអ្នកខ្លះគឺមិនជឿថាអ្នកស្រុកខ្មែរក្រទេដោយសារអីនៅពេញនៅតាមផ្លូវឡានមកកកោកប៉ុន្តែញាតិញោមចុះទៅតាមស្រុកស្រែបន្តិចទៅដឹងថាប្រជាជនយើងយ៉ាងម៉េចហើយឥឡូវនេះខ្មែរនឹងស្លាប់មុនអាយុឲ្យតែរបៀបនឹងបានអាត្មាសរសេរមកឃ្លាទៅមានគេជេរអាត្មាថាសម័យប៉ុលពតស្លាប់ព្រោះនឿយហត់អត់ឃ្លានសម័យនេះនឹងស្លាប់ព្រោះតែបរិភោគខ្ជិលដាំហើយនិយាយធំពេកទៀតណាអ្នកនឹងនិយាយថាដាំស្អីបើគ្មានទីផ្សារអាត្មាថាកុំនិយាយដល់ទីផ្សារមើលនិយាយថាដាំស៊ីសិនមកពីព្រោះអីញោមនៅកំពង់សោមទេប្រាប់អាត្មាថាខ្មែរឈប់ដាំអស់ហើយដឹកយកមកតែពីយួនទេសក្រីខ្ទឹមបន្លែប្លុកនាំយកពីគេទាំងអស់ហើយទាំងដឹងថានៅក្នុងនឹងមានថ្នាំគីមីក៏ស៊ីដែរបើប៉ុណ្ណឹងមិនវិនិច្ឆ័យទៅចម្លែកគឺធ្វើឲ្យខ្មែរយើងទុនដៃទុនជើងលែងធ្វើអីទាំងអស់ចាំស៊ីស្រាប់ហើយប្រសិនបើស្រុកកើតស្អីវិញណាញាតិញោមមិនចាំបាច់វៃទេគេផ្ដាច់តែស្បៀងនឹងងាប់ហើយកុំទៅឆ្ងល់ចូលយើងឯណាតម្រាំតដាំប្រហែលខែទៀតបានស៊ីដីឲ្យសចាស់ឥឡូវមានណាដាំហើយបើដាំគិតថាដឹងលក់ឯណាកុំគិតរឿងដាំលក់មើលដាំស៊ីសិនមើលមិនបានទេចុះ